ចាសួស្តីអូនតេតងជាមួយនឹងស្ត្រីមានបានក្រីក្រមានផ្ទៃពោះគឺស្ត្រីទទួលបានអត្ថប្រយោជន៍ដូចស្ត្រីមានបរិស័ទដូចគ្នាចាអញ្ចឹងសួរថាអត្ថប្រយោជន៍ហ្នឹងយើងបានដូចម្ដេចចាយើងបានដូចម្ដេចបើយើងបានអត្ថប្រយោជន៍ពីបានសមធម៌ឬក៏បានក្រីក្រចាអញ្ចឹងអត្ថប្រយោជន៍គឺពេលដែលយើងចាប់ផ្ដើមមានផ្ទៃពោះយើងទៅមណ្ឌលសុខភាពដើម្បីពិនិត្យផ្ទៃពោះចាពេលដែលអូនបានសភៅពិនិត្យផ្ទៃពោះហ្នឹងហើយគឺអូនយកសភៅផ្ទៃពោះហ្នឹងទៅសាលាឃុំដើម្បីឲ្យខាងសាលាឃុំហ្នឹងគឺគាត់ចុះបញ្ជីស្ត្រីមានផ្ទៃពោះអត្ថប្រយោជន៍នៃការមានផ្ទៃពោះរបស់យើងអញ្ចឹងពេលដែលយើងទទួលបានសភៅនឹងហើយគឺអូនមកតាមការណាត់វមណ្ឌលសុខភាពឬក៏មកតាមការណាត់ដែលត្រូវបញ្ចូលលុយនៅក្នុងប្រព័ន្ធបានក្រីក្ររបស់យើងបានក្រីក្រអត្ថប្រយោជន៍ស្ត្រីមានផ្ទៃពោះបានរយៈពេល2ឆ្នាំចាចាប់ពីស្ត្រីបាត់រដូវរហូតដល់ស្ត្រីសម្រាលកូនស្ត្រីបាត់រដូវរហូតដល់សម្រាលកូនស្ត្រីបាន4ដងហើយម្ដងទទួលបាន80000រៀលបន្ទាប់មកពេលដែលស្ត្រីសម្រាលកូនស្ត្រីបាន4000000រៀលចាបន្ទាប់ពីស្ត្រីសម្រាលកូនរួចគឺមួយសប្តាហ៍2សប្តាហ៍ក្រោយសម្រាល1ខែកន្លះ2ខែកន្លះ3ខែកន្លះ6ខែ9ខែ12ខែ18ខែ24ខែគឺស្ត្រីទទួលបាន80000រៀងរាល់ពេលដែលបងប្អូនមកបញ្ចូលប្រព័ន្ធតាមថ្ងៃណាត់ដែលខ្ញុំនិយាយខាងលើហ្នឹងអញ្ចឹងពេលដែលបងប្អូនមានបានបងប្អូនត្រូវតែទៅបញ្ចូលឈ្មោះនៅសាលាឃុំសិនទើបបងប្អូនអាចនឹងបានលុយ80000រៀលបងប្អូនអត់មានមកប្រតិទិនពោះឲ្យបងប្អូនត្រឡប់ទៅផ្ទះវិញដែលអត់បានបញ្ចូលបានគឺបងប្អូនអត់ទទួលបានលុយនៅក្នុងប្រព័ន្ធទេអញ្ចឹងបងប្អូនអាចបានលុយទេអញ្ចឹងសម្រាប់អ្នកដែលសម្រាប់កូនអ្នកដែលមានផ្ទៃពោះគឺមានបានពុកម្ដាយមានបានក្រីក្រអាចបញ្ចូលឈ្មោះស្ត្រីចូលទៅក្នុងបាននឹងបានឲ្យតែមានឈ្មោះយើងនៅក្នុងបាននឹងគឺស្ត្រីទទួលបានអត្ថប្រយោជន៍គ្នាតែបងប្អូនអត់មានឈ្មោះនៅក្នុងបានក្រីក្រឬបានសមត្ថភាពនឹងទេហ្នឹងបងប្អូនទៅសាលាឃុំដូចគ្នាព័ត៌មានលម្អិតទាក់ទងជាមួយបានក្រីក្រដែលបងប្អូនទទួលបានអត្ថប្រយោជន៍ផ្សេងៗអូនទៅមណ្ឌលសុខភាពអ្នកគ្រូពេទ្យក៏នឹងបញ្យល់ណែនាំបងប្អូនបន្ថែមទៀតចាអរគុណច្រើន